កំហុសទាំង5របស់អ្នកចិញ្ចឹមព្រាបហើយកំហុសនេះគួរតែជៀសវាងទាំងអស់គ្នាបើសិនជាយើងចង់ចិញ្ចឹមព្រាបដោយបានផលចំណុចទី1នោះគឺការមិនសម្អាតទ្រុងជាប្រចាំមានន័យថាទ្រុងរបស់យើងអត់ដាក់សំណាញ់ដាក់អីទេយើងដាក់ក្តារដាក់អីដល់ពេលវាជក់អាចមកនៅលើនឹងទាំងអស់ដូចទ្រុងរបស់ខ្ញុំទេពេលវាជក់អាចមកវាទៅក្រោមអត់សូវមានអាចជាប់ទ្រុងប្រហែលទេអញ្ចឹងទ្រុងវាស្អាតអាចវាធ្លាក់ទៅក្រោមអញ្ចឹងទៅហើយចំណុចទី2នោះគឺការផ្ដល់ចំណីអាហារមានន័យថាយើងផ្ដល់ទៅស្រូវទៅមួយមុខអញ្ចឹងវាអត់គ្រប់គ្រាន់នៅក្នុងការចិញ្ចឹមសរីរាង្គរបស់វាទេអញ្ចឹងវាត្រូវការច្រើនមុខជាងនឹងថាយើងលាយក្របពោតលាយចំណីមន់លាយស្រូវចូលមកបាន5យប់គឺទៅល្អលាយសណ្តែកខៀវអញ្ចឹងទៅបើយើងមានបើអត់មានទេដាក់តែ3មុខក៏បានដែរហើយចំណុចទី3នេះគឺការផ្ដល់ទឹកមិនស្អាតមានន័យថាទឹកយើងអត់ដែរលេងកតោទឹកសក់ដាក់ទៅស្អុយហ៊ូអញ្ចឹងណាហើយមួយទៀតគឺទឹកលេងសម្រាប់វាលាងខ្លួនវាអញ្ចឹងគួរតែដាក់ឲ្យវាលាងខ្លួនរបស់វាហ្នឹងក្នុងរយៈពេល1សប្តាហ៍គួរតែបានម្ដងឬក៏2ដងចុះបងគួរតែដាក់កតោអីមួយឬក៏ថាអីមួយខ្ញុំតែងតែធ្វើវីដេអូហ្នឹងជាប្រចាំអញ្ចឹងចំណុចទី5នោះគឺការយើងដាក់ព្រៀបមានន័យថាធុងរបស់យើងហ្នឹងគឺតូចពេកមានន័យថាយើងធ្វើ40 30ចឹងទៅមានន័យថាអត់ដល់កន្លះម៉ែត្រទេអញ្ចឹងទ្រុងបើយើងដាក់ជាពេកក៏ពិបាកឲ្យព្រៀបយើងបន្តពូជដែរអញ្ចឹងបងគូទៅធ្វើទ្រុងចាប់ពីកន្លះម៉ែត្រឡើងកន្លះម៉ែត្រ4ជ្រុងឡើងអាហ្នឹងក៏ល្អដែរធុងរបស់ខ្ញុំនេះគឺ1ម៉ែត្រដល់ពេលកម្ពស់គឺកន្លះម៉ែត្រអញ្ចឹងមានថាទៅតឹងប្រយ1ម៉ែត្រកម្ពស់វាកន្លះម៉ែត្រអញ្ចឹងពាក់ព័ន្ធជាមួយនឹងចំណុចទី5គឺការមិនពិនិត្យមើលសុខភាពព្រាបរបស់យើងព្រាបធ្វើឲ្យវាសមជាមួយជំងឺពេលបើវាមិនសូវជាឈឺមិនសូវជាអីទេវាស្រួលឲ្យស៊ីមែនទោះចិញ្ចឹមមែនប៉ុន្តែយើងក៏ត្រូវការថែដកដែរថែយ៉ាងម៉េចឧទាហរណ៍យើងដាក់ចំណីទៅដល់វាអត់ស៊ីទេមន់ឡើងចឹកឬក៏អីយ៉ាងទៅវាអត់បានស៊ីសោះឬមួយក៏ទៀតវាមានដុំពកដែលខ្ញុំធ្វើវីដេអូពីមុននោះខ្ញុំថាព្រាបកើតដុំពកហ្នឹងជួនកាលវាមានដុំពកនៅក្នុងមាត់របស់វាក៏ថាបានអញ្ចឹងយើងគួរតែតាមដានមើលថាព្រាបយើងចឹកស៊ីចំណីនឹងអត់ហើយអត់ស៊ីនឹងមកពីអីហើយស៊ីមកពីអីអញ្ចឹងយើងត្រូវតាមដានចំណុចហ្នឹងមែនតើអញ្ចឹងមិនមែនថាយើងឃើញព្រាបគេថាស្រួលចិញ្ចឹមណាដាក់អីក៏បានអត់ទេអញ្ចឹងហ្នឹងយើងចិញ្ចឹមលក្ខណៈថាតាមយថាកម្មហើយបើយើងចិញ្ចឹមចង់បានផលយើងគួរតែជៀសវាង5ចំណុចដែលខ្ញុំលើកឡើងខាងលើនេះហើយបើបងមានអីបន្ថែមអាចខមមិននៅក្នុងវីដេអូនេះបានអូខេអរគុណច្រើន